គ្នាសូមស្វាគមន៍មកកាន់រៀននិយាយ podcast episode ទី5ហើយ topic យើងថ្ងៃនេះគឺយើងនិយាយតាក់ទងជាមួយថាហេតុអីបានខ្ញុំចាប់ផ្ដើមធ្វើ YouTube អញ្ចឹងយើងមានមូលហេតុ3យើងមានសំណួរ3តែត្រូវចោទសួរខ្លួនឯងគឺទី1ហេតុអីហើយទី2ធ្វើដើម្បីអីតែពិតមានមួយទៀតអាហ្នឹងពីរបៀប house អាហ្នឹងក៏វាជាសំណួរមួយដែរអញ្ចឹងខ្ញុំនិយាយតាក់ទងជាមួយហេតុអីមុនhouse ហ្នឹងខ្ញុំយើងដាក់ចុងក្រោយសារតែរបៀបធ្វើហ្នឹងខ្ញុំយើងនិយាយតាមក្រោយធ្វើអីហ្នឹងវាអត់មានជាការពិបាកអីច្រើនទេអញ្ចឹងនិយាយតាក់ទងមួយហេតុអីមុនសិនហើយហេតុអីហ្នឹងតាក់ទងមួយគោលបំណងរបស់យើងគោលបំណងរបស់ខ្ញុំផ្ទាល់ហ្នឹងថាហេតុអីបានខ្ញុំចង់បង្កើត YouTube តាមពិតអាកំណត់ហ្នឹងវាកើតឡើងយូរហើយសម្រាប់ខ្ញុំតាំងពី2-3ឆ្នាំមុននោះដែលខ្ញុំចង់បង្កើតមាតិកាអីគេដែរគេហៅថា content creator អីចឹងណាប៉ុន្តែដោយសារតែពេលហ្នឹងខ្ញុំវារៀងវល់ធ្វើបន្តិចឈប់ធ្វើបន្តិចឈប់ទៅវាអត់មានconsistency ក្នុងការធ្វើវាអត់មានវិន័យក្នុងការធ្វើវាមានគម្រោងច្បាស់លាស់ដែលចង់ធ្វើវាហ្នឹងអត់ដាក់គោលដៅច្បាស់លាស់ set clear goal អីហ្នឹងទេអញ្ចឹងទៅចេះធ្វើតាមតែចិត្តចង់ធ្វើឲ្យឈប់ធ្វើដំបូងទៅមិនរំចង់ធ្វើបន្តមកទៀតក៏ខ្ជិលវិញទៅអាហ្នឹងដោយសារតែយើងអត់មានគោលដៅច្បាស់លាស់អត់ចង់មានគោលបំណងច្បាស់លាស់ថាហេតុអីយើងចង់ធ្វើវាយើងទៅសួរព្យាយាមសួរខ្លួនឯងរហូតចឹងសួរទៅហេតុអីហ្នឹងទៅវាបានចម្លើយហើយចឹងរហូតដល់ឆ្នាំមុន2024ក៏ខ្ញុំបានធ្វើមួយដែរហើយទៅធ្វើបានដូចគ្នាចឹងធ្វើបានចប់ឡប់ប្រហែលជាបានជិត10វីដេអូចាប់ផ្ដើមបោះបង់ទៀតហើយបោះបង់ហ្នឹងវាតាក់ទងមួយនឹង distraction ដែរដោយសារពេលហ្នឹងវាមានខ្ញុំជាប់ធ្វើការឬក៏យើងចេះតែមានលេសអីមករហូតចឹងណាតាមពិតអាទាំងអស់ហ្នឹងបើសិនជាយើងបង្កើតពេលវេលាមួយសម្រាប់ធ្វើវាក៏វាបានដែរក៏ប៉ុន្តែយើងចេះតែគិតថាហ្នឹងវាជាការរំខានវាជាលេសរបស់យើងណាចេះតែខ្ជិលទៅក៏អត់ទៀតរហូតដល់ឥឡូវនេះខ្ញុំចាប់ផ្ដើមម្ដងទៀតគឺខ្ញុំរៀននិយាយដាក់ឈ្មោះ podcast ហ្នឹងថារៀននិយាយដោយសារតែខ្ញុំសង្កេតមើលខ្លួនឯងថាខ្ញុំមិនសូវចូលចិត្ត script ទេហើយខ្ញុំចង់និយាយអីដែលក្នុងគណិតរបស់ខ្ញុំភ្លាមហ្នឹងណាយើងនឹកឃើញអីគឺនិយាយហ្នឹងហ្មងក៏ប៉ុន្តែក៏វាមានគោលបំណងមានចំណុចធំ3ដែរយើងដូចខ្ញុំសួរតាំងពីដំបូងអញ្ចឹងថា why what how អីចឹងទៅអាហ្នឹងដើម្បីឲ្យយើងមានគំនិតក្នុងការនិយាយបន្តអញ្ចឹងទៅហ្នឹងហើយអាហ្នឹងហេតុអីអាហ្នឹងគោលបំណងរបស់ខ្ញុំហើយទី2ធ្វើដើម្បីអី what's for ធ្វើដើម្បីអីគឺដំបូងធ្វើដើម្បីខ្លួនឯងហ្នឹងហើយដោយសារខ្ញុំចង់រៀនចេះនិយាយចង់ដឹងថាខ្លួនឯងនិយាយបានប៉ុណ្ណាអញ្ចឹងមានគំនិតអីខ្លះអញ្ចឹងអាហ្នឹងវាហើយមួយទៀតអាហ្នឹងសម្រាប់ខ្លួនឯងសម្រាប់កំពិតវាមានច្រើនណាខ្ញុំចង់និយាយចង់ឲ្យដឹងថាខ្លួនឯងហ្នឹងហ៊ាននិយាយនៅមុខកាមេរ៉ាអត់ហើយរបៀបរបបនៃការនិយាយស្ដីហ្នឹងវាមានការលើកដាក់កលុកកលាក់អីអត់ចឹងណាកុំឲ្យចេះតែនិយាយអត់មានដឹងក្បាលនឹងកតុយអីចឹងហើយបន្តមកទៀតសម្រាប់អ្នកគេទៀតគឺសម្រាប់អ្នកមួយចំនួនតូចដែរគាត់ខ្លាចដែរគាត់ខ្មាស់អៀនអត់មានភាពជឿជាក់ខ្លាចក្នុងការធ្វើដូចខ្ញុំអញ្ចឹងដូចការដំបូងហ្នឹងដូចខ្ញុំឥឡូវហ្នឹងខ្ញុំក៏ភ័យខ្លាចនៅក្នុងការធ្វើវាដែរចេះតែខ្លាចចេះខ្លាចចោះហើយគេ judge fear of judgment អញ្ចឹងណាភាពភ័យខ្លាចក្នុងការ judge ដូចថាពីបងប្អូនមិត្តភ័ក្តិអ្នកស្គាល់អីចឹងណាមានអារម្មណ៍ភ័យខ្លាចអត់ចង់ធ្វើវាទេហើយនឹងប្រៀបធៀបមួយអ្នកដតីថាគេធ្វើបាននឹងល្អហើយយើងធ្វើមកកាអញ្ចឹងមានគេមើលអត់អាហ្នឹងក៏វាតកតងមួយការប្រៀបធៀបដែលធ្វើឲ្យយើងហ្នឹងបិទសិតយើងបិទហាមភាពផ្នែករបស់យើងហ្នឹងដើម្បីធ្វើវាហ្នឹងហាមយើងអត់ចង់ឲ្យធ្វើវាបន្តទៀតភាពភ័យខ្លាចទាំងអស់ហ្នឹងអញ្ចឹងខ្ញុំមកធ្វើវាព្យាយាមយកឈ្នះភាពភ័យខ្លាចខ្លួនឯងអាហ្នឹងដើម្បីជំនះវាបើមិនយើងមកធ្វើខ្ញុំទៅភ័យនឹងទៀតវាអត់ចេញអីទេហើយចឹងសម្រាប់អ្នកផ្សេងទៀតដូចគ្នាចឹងគាត់អត់ហ៊ានដូចគ្នាចឹងគាត់ភ័យខ្លាចចឹងនៅតែអត់ចេញអីសោះចឹងយើងត្រូវតែក្លាហានចាប់ដើមធ្វើទៅហើយយើងខ្វល់អីទាំងអស់ខ្វល់ថាយើងផុសទៅមានអ្នកមើលអត់យើងខ្វល់ទេយ៉ាងហោចណាស់ក៏យើងបានធ្វើវាដែរហើយយើងធ្វើវាជាបន្តជារឿយទៅយើងនឹងរីកចម្រើនខ្លួនឯងយើងមើលខ្លួនឯងយើងមើលបកទៅវីដេអូចាស់របស់យើងឃើញយើងរីកចម្រើនបន្តិចម្ដងយើងរៀនចេះនិយាយច្រើនជាងមុនមានគំនិតច្រើនជាងមុនចឹងតែពិតទៅខ្ញុំត្រូវនិយាយច្រើនជាងនឹងទៀតដែរខ្ញុំមានថាឥឡូវហ្នឹងវាចង់10នាទី podcast មុនអីចឹង
ចឹងខ្ញុំសូមកាត់បន្ថយវាម្ដងតិចប៉ុន្តែ podcast មានន័យថាគេនិយាយច្រើនតែរត់គេនិយាយឡើងអ្នកខ្លះ1ម៉ោងអីចឹងណាតែខ្ញុំទៅចាប់ផ្ដើមអញ្ចឹងយើងព្យាយាមចាប់ផ្ដើមម្ដងតិច start with small ចឹងទៅម្ដងតិចសិនអញ្ចឹងចូលដល់ចំណុចទី3ដែលជាចំណុចចុងក្រោយគឺ house ហ្នឹង how to create YouTube ហ្នឹងតើមានអីគេខ្លះយើងគ្រាន់តែមានទូរស័ព្ទមួយឬក៏មាន microphone មួយទៅបើសិនជាចង់បានសំឡេងរៀងច្បាស់បើសិនយើងមានលទ្ធភាពទិញអាទូចល្មមទៅបើសិនជាអត់ទេយើងនិយាយតែពីកាមេរ៉ាទូរស័ព្ទរបស់យើងក៏បានដែរហ្នឹងយើង start with what you have យើងចាប់ផ្ដើមពីអីដែលយើងមានទៅយើងមិនចាំបាច់ថាតើតែមានកាមេរ៉ាធំមាន microphone ធំមាន lighting មានភ្លើងមានអី set up អីទេអាហ្នឹងវាគឺជាគំនិតចាស់របស់ខ្ញុំដែលខ្ញុំពីដំបូងឡើយហ្នឹងគឺខ្ញុំអញ្ចឹងហើយខ្ញុំចង់បានមានគ្រប់គ្រាន់អញ្ចឹងចង់បានកាមេរ៉ាតថតកាមេរ៉ាវាច្បាស់មាន microphone និយាយវាលឺមាន lighting ដាក់មកមុខឲ្យច្បាស់ឲ្យសស្អាតអីចឹងណាអាហ្នឹងគំនិតចាស់ហ្នឹងខ្ញុំបោះចោលហើយបើមិនខ្ញុំនៅតែគិតក្នុងអាគំនិតហ្នឹងទៀតខ្ញុំអត់មានថ្ងៃបានចាប់ផ្ដើមធ្វើវាដូចឥឡូវនេះទេឥឡូវហ្នឹងខ្ញុំថតតែពីទូរស័ព្ទហើយអានេះខ្ញុំសំលុយទិញវាបានខ្ញុំសប្បាយចិត្តហើយសង្ឃឹមថាគ្រាន់តែមានប៉ុណ្ណឹងក៏ខ្ញុំអាចចាប់ផ្ដើមទៅបានដែរហើយខ្ញុំលើកទឹកចិត្តឲ្យអ្នកដែលគាត់ចង់ផលិតមាតិកាខ្លួនឯងចង់ថតវីដេអូខ្លួនឯងព្យាយាមថតទៅកុំខ្លាចថាវាអត់ល្អអីចឹងយើងឈប់គិតអាហ្នឹងទៅសំខាន់យើងបានចាប់ផ្ដើមធ្វើវាអត់អញ្ចឹងទាំងអស់គ្នាគ្រាន់តែចាប់ផ្ដើមធ្វើវាទៅ take action ធ្វើសកម្មភាពលើវាដល់បន្តិចយើងនឹងឃើញការរីកចម្រើនរបស់យើងដោយខ្លួនឯងអញ្ចឹង podcast episode ទី5មានតែប៉ុណ្្នឹងទេកុំភ្លេច subscribe មួយផងហើយជួបគ្នានៅ episode ក្រោយបាយ